บองปะโอนตึงออกเนียฉบับจิตลับหรือโซชโมชองชิงนิไฮก็เมียนบองปะโอนคละกอดบ้านเตอตุสนาตีกรงมวยนี้รุ่ยหมกไฮตีกรงแดกขยมหนังเลือกโยกหมกนิเยยเนี่ยที่ไหนนี่คือตีกรงช่องชิงระบบประเทศจันเจียตีกรงมวยได้ตัวตู้การจับอารมณ์ขลังปีสำนักพิญโยเตสจอจุ่มเว้นปีภูโลกได้เกตังเฮลพิเวียธาเจียตีกรงอนาคตทั้งไงนี้ขยมหนึ่งนอมบองปะโอนตึงออกเนียเตอตุสนาเตถเพียบหนึ่งตีตังภูมิศาสตร์หนึ่งการีจำรานระบบตีกรงในประเทศจันมวยนี้ទី1ទីតាំងភូមិសាស្ត្រទីក្រុងឈុងឈីងមានភូមិសាស្ត្រស្ថិតនៅតំបន់ភាគកណ្ដាលឈៀងខាងលិចប្រទេសចិនជាទីក្រុងជាប់ភ្នំផងនិងជាទីក្រុងជាប់ទន្លេផងដែលមានលក្ខណៈពិសេសមានអត្រាគ្របដណ្ដប់នៃព្រៃឈើក្នុងទីក្រុងទាំងមូលចំនួន 55% វាជាទីក្រុងធំជាងគេនៅភាគនិរតីនៃប្រទេសចិននិងជាក្រុងមួយដែលគ្រប់គ្រងដោយផ្ទាល់ចំនួន4របស់ប្រទេសរួមជាមួយនឹងទីក្រុងប៉េកាំងសៀងហៃនិងធានជីនទីក្រុងឈុងឈៀងមានទេសភាពភ្លុំខ្ពស់និងមានកម្ពស់ជាមធ្យមប្រហែល400ម៉ែត្រទីក្រុងដែលពពាទៅដោយជួរភ្លុំនិងមានទេសភាពស្រស់ស្អាតមួយមានទំហំ 82,000 គីឡូម៉ែត្រការ៉េប្រសិនបើយើងគិតទាំងទីជនបទនិងទីក្រុងបញ្ចូលគ្នាដែលទំហំនេះជាទំហំប្រហាក់ប្រហែលនឹងប្រទេសអូទ្រីដែរតាមរយៈទិន្នន័យបានដឹងថាទីក្រុងឈុងឈៀងមានប្រជាជនរស់នៅសរុប32លាននាក់ដែលធ្វើឲ្យវាក្លាយជាទីក្រុងមួយដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសចិនដោយសារតែឈុងឈៀងមានទំហំផ្ទៃដីទំបែបនេះឈុងឈៀងមានតំបន់ទីក្រុងជាច្រើនដែលជិតពីគ្នាខណៈដែលទីក្រុងឈុងឈៀងគឺជាទីក្រុងនិងទីប្រជុំជនដែលធំជាងគេនិងមានប្រជាជនរស់នៅទីក្រុងនេះប្រហែលជា18លាននាក់តាមស្ថិតិទីក្រុងឈុងឈៀងប្រទេសចិនក៏ត្រូវបានគេដាក់ឈ្មោះថាជាទីក្រុងអនាគតCyberpunk City ឬទីក្រុង 8D Magic City ដោយសារតែការរីកចម្រើននៃទីក្រុងមួយនេះយ៉ាងឆាប់រហ័សជាមួយនឹងការរៀបចំយ៉ាងប្លែកពោរពេញដោយសំណង់ស្ថាបត្យកម្មប្លែកទាក់ទាញនិងភាពច្នៃប្រឌិតពាក្យថា Cyberpunk City គឺសំដៅលើទីក្រុងនៃអនាគតដែលមានលក្ខណៈជួនលឿនខ្លាំងពោរពេញដោយបច្ចេកវិទ្យាប្រៀបដូចក្នុងខ្សែភាពយន្តដូចនេះដែរឈុងឈៀងគឺជាមជ្ឈមណ្ឌលឧស្សាហកម្មនិងដឹកជញ្ជូនដ៏សំខាន់ដែលមានឧស្សាហកម្មធំៗរួមមានរោងចក្រផលិតរថយន្តគ្រឿងចក្រថាមពលនិងគីមីឥន្ធនៈផ្សេងៗទីក្រុងនេះបានជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះដែលជំរុញដោយទីតាំងយុទ្ធសាស្ត្រនិងគោលនយោបាយរបស់ខ្លួនក្នុងគោលបំណងអភិវឌ្ឍប្រទេសចិនភាគខាងលិចក្នុងនាមជាទីក្រុងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលក្នុងប្រទេសចិនរួមជាមួយទីក្រុងប៉េកាំងសៀងហៃនិងធានជីនទីក្រុងឈុងឈៀងគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង4ដែលមមាញឹកបំផុតនៅក្នុងប្រទេសដែលមានប្រជាជនជាង 1,000 លាននាក់ជាមួយនឹងដីភ្នំដ៏រដិបរដុបស្ថាបត្យកម្មនិងវិស្វករបានបង្កើតហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ពិសេសដោយបានផ្លាស់ប្ដូរទីក្រុងឈុងឈៀងទៅជាកន្លែងនៃអច្ឆរិយភាពស្ថាបត្យកម្មដឹកជញ្ជូនក្នុងទីក្រុងទីអាកាសធាតុនិងបរិស្ថានទីក្រុងឈុងឈិងមានអាកាសធាតុខ្យល់មូសុងត្រូពិកដែលកំណត់ដោយរដូវក្តៅសើមនិងរដូវរងាសើមទីក្រុងនេះត្រូវបានគេស្គាល់ថាមានសំណើមខ្ពស់និងលក្ខខណ្ឌអបទ័រដែលបានទទួលរហស្សនាមថាទីក្រុងអបការបំពុលខ្យល់បានក្លាយជាបញ្ហានៅក្នុងទីក្រុងឈុងឈិងដោយសារតែសកម្មភាពឧស្សាហកម្មនិងភូមិសាស្ត្ររបស់ខ្លួនទោះបីជារដ្ឋាភិបាលបានចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះក៏ដោយតែបញ្ហានេះនៅតែកើតមាននៅឡើយទីក្រុងឈុងឈិងមានអាកាសធាតុដែលមានរដូវ4ផ្សេងគ្នាសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមប្រហែល18អង្សាសេអាកាសធាតុត្រជាក់និងខ្យល់អាកាសបរិសុទ្ធមកទស្សនាទីនេះនៅរដូវផ្ការីកអ្នកនឹងរីករាយនឹងខ្យល់អាកាសត្រជាក់នៃធម្មជាតិជាមួយនឹងផ្ការាប់ពាន់ប្រភេទរីកដកដាលតាមដងផ្លូវអាកាសធាតុមានភាពកក់ក្ដៅនិងរីករាយទីក្រុងឈុងឈិងក្ដៅណាស់នៅរដូវក្ដៅប៉ុន្តែមានអបតិចជាងនៅរដូវផ្ការីកដែលធ្វើឲ្យវាល្អសម្រាប់ការទស្សនាកម្សាន្តនៅរដូវស្លឹកឈើជ្រុះទីក្រុងឈុងឈិងបានបន្សល់ទុកនូវទេសភាពដ៏ស្រស់ស្អាតថ្មីមួយខណៈដែលដើមឈើផ្លាស់ប្ដូរពណ៌ចាប់ពីខែតុលាដល់ខែវិច្ឆិកាអ្នកអាចកោតសរសើរព្រៃឈើដែលមានស្លឹកឈើក្រហមនិងថតរូបច្រើនសន្លឹកដ៏មានអត្ថន័យការទៅទស្សនាទីក្រុងឈុងឈិងក្នុងរដូវរងាអ្នកនឹងទទួលបានបទពិសោធន៍ដ៏រ៉ូម៉ាន់ទិកនិងត្រជាក់នៅល្ងាចរដូវរងាដ៏ត្រជាក់មួយការអង្គុយញ៉ាំអាហារក្តៅៗ
ខណៈពេលកំពុងសម្លឹងមើលដងភ្លឺដែលមានពន្លឺភ្លីចាញ់ៗនិងភូមិមនុស្សដ៏អ៊ូអរនៅខាងក្រៅជាបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានប្រសិនបើអ្នកចង់ឃើញព្រៃធ្លាក់ឬងូតទឹកក្នុងប្រភពទឹកក្តៅនេះជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីធ្វើដូច្នេះទី3វប្បធម៌និងទេសចរណ៍ទីក្រុងឆុងឈីងមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូររបបដោយទទួលឥទ្ធិពលពីជនជាតិចិនហានក៏ដូចជាក្រុមជនជាតិភាគទីផងដែរទីក្រុងឆុងឈីងមានតំបន់ទេសចរណ៍ច្រើនដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវជាតិនិងអន្តរជាតិចូលមកកម្សាន្តតំបន់ទេសចរណ៍សំខាន់ៗរួមមានទីក្រុងបុរាណស៊ីជីកូចម្លាក់ថ្មដាស៊ូតំបន់ Three Gorges ដងទន្លេយ៉ាងទឺឆុងឈីងនេះដែលត្រូវបានគេស្គាល់ផងដែរមានម្ហូបស៊ីឈួនដែលមានរសជាតិហឺឆ្ងាញ់ដែលជាការទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកក4ទំនើបកម្មដែលគួរឲ្យចាប់អារម្មណ៍ដីភ្នំរបស់ទីក្រុងឆុងឈីងធនធានដីធ្លីមានកំណត់និងចំនួនប្រជាជនច្រើនកកបានបង្ខំឲ្យអ្នករៀបចំផែនការស្វែងរកដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិតនិងប្លែកដើម្បីតជាប់តំបន់ទាំងនោះរដ្ឋាភិបាលចិនបានវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាធនធានដឹកជញ្ជូនដោយមានគោលបំណងផ្លាស់ប្តូរទីក្រុងនេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់តំបន់ដូច្នេះហើយបច្ចេកវិទ្យាសំណង់និងគ្រប់គ្រងចរាចរណ៍ទំនើបជាច្រើនដោយត្រូវបានអនុវត្តដើម្បីសាងសង់និងដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈនេះក៏ជាមូលហេតុដែលទីក្រុងឆុងឈីងដែលជាតំបន់ភ្នំមានរចនាសម្ព័ន្ធស្ថាបត្យកម្មនិងដឹកជញ្ជូនដ៏អស្ចារ្យនិងគួរឲ្យចាប់អារម្មណ៍ដែលបន្សល់នឹងចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកទេសចរនៅពេលពួកគេមកទស្សនាទីក្រុងឆុងឈីងមានមោទនភាពចំពោះប្រព័ន្ធរថភ្លើងក្រោមដីនិងផ្លូវដែកខ្ពស់មួយក្នុងចំណោមប្រព័ន្ធរថភ្លើងក្រោមដីដ៏ធំនិងស្មុគស្មាញបំផុតរបស់ពិភពលោកខ្សែរថភ្លើងទាំងនេះត្រូវបានសាងសង់តាមបណ្ដោយដីភ្នំដែលបង្កើតទេសភាពដ៏អស្ចារ្យនិងសម្រួលដល់ការធ្វើដំណើរយ៉ាងងាយស្រួលរវាងតំបន់ផ្សេងៗគ្នានៃទីក្រុងបច្ចុប្បន្ននេះបណ្ដាញផ្លូវដែកក្នុងទីក្រុងគ្រប់ក្តៅលើមជ្ឈមណ្ឌលសំខាន់ៗនៅក្នុងទីក្រុងឆុងឈីងដូចជាអាកាសយានដ្ឋានស្ថានីយ៍រថភ្លើងលើប4និងតំបន់ពាណិជ្ជកម្មដោយមានចរាចរណ៍ខ្ពស់បំផុតលើ4លាននាក់ក្នុងមួយថ្ងៃប្រព័ន្ធរថភ្លើងក្រោមដីក៏មានស្ថានីយ៍ដែលមានទីតាំងស្ថិតដំដីជម្រៅ94ម៉ែត្រផងដែរប្រព័ន្ធរថភ្លើងម៉ូណូរ៉េលរបស់ទីក្រុងឆុងឈីងគឺគួរឲ្យចាប់អារម្មណ៍រថភ្លើងទុយៗរត់លើផ្លូវដែកពិសេសៗដែលអនុញ្ញាតឲ្យអ្នកទស្សនារុករកជ្រុងលះកំបាំងនៃទីក្រុងឆុងឈីងក៏ល្បីល្បាញដោយសារប្រព័ន្ធរថយន្តខ្សែកាបទន្លេរបស់ខ្លួនផងដែរដែលមានផ្លូវបែកជា4កន្លែងនៅគ្រប់ទីកន្លែងនិងស្ពានជាង 13000 គ្រួបដូច្នេះអ្នកអាចមើលឃើញស្ពាននៅគ្រប់ទីកន្លែងលក្ខណៈពិសេសប្លែកនៃប្រព័ន្ធរថយន្តខ្សែកាបឆ្លងកាត់ទន្លេយ៉ាងសេផ្ដល់ជូនអ្នកទស្សនានៅបទពិសោធន៍ពិសេសមួយអង្គុយលើរថយន្តខ្សែកាបអ្នកនឹងមានឱកាសកត់សរសើរទេសភាពដ៏អស្ចារ្យនៃទីក្រុងឆុងឈីងនិងទន្លេយ៉ាងសេពីខាងលើអារម្មណ៍ដ៏អស្ចារ្យនៃការសម្លឹងមើលទេសភាពដ៏ស្រស់ស្អាតនៅខាងក្រោមនឹងមិនអាចបំភ្លេចបានទាក់ទងនឹងភាពស្មុគស្មាញនៃប្រព័ន្ធស្ពាននិងផ្លូវថ្នល់ស្ពានអាកាសហួងយ៉ាក់ឡុនគឺគួរឲ្យកត់សម្គាល់ដែលត្រូវបានចាត់ទុកថាជាអច្ឆរិយភាពស្ថាបត្យកម្មមួយនៅពេលសាងសង់រួចរាល់នៅឆ្នាំ2017ស្ពាននេះត្រូវបានបែងចែកជា5ជាន់មានកម្ពស់37ម៉ែត្រស្មើនឹងអគារ12ជាន់មានគន្លងចរាចរណ៍ចំនួន12ក្នុងទីតាំងចំនួន8និងមានប្រវែងសរុប 16.1 គីឡូម៉ែត្រភាពខុសគ្នាដែលបានរៀបរាប់ខាងលើបានផ្ដល់ឲ្យទីក្រុងឆុងឈីងនូវលក្ខណៈពិសេសប្លែកៗនិងទាក់ទាញជាច្រើនហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ទីក្រុងឆុងឈីងភ្ជាប់វាជាមួយនឹងខ្សែរថភ្លើងល្បឿនលឿនជាច្រើននិងជើងហោះហើរក្នុងស្រុកទៅកាន់ទីក្រុងផ្សេងៗដែលធ្វើឲ្យវាក្លាយជាគោលដៅទេសចរណ៍ដ៏ធំបំផុតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី2របស់ពិភពលោកដោយសារតែលក្ខណៈស្មុគស្មាញនៃប្រព័ន្ធចរាចរណ៍របស់ខ្លួនរដ្ឋាភិបាលក្រុងបានរួមជំនួយនៃការរុកលើកដោយយានយន្តយន្តហោះមនុស្សបើកផ្កាយរណបនិងវិធីសាស្ត្រផ្សេងទៀតដើម្បីកែលម្អបណ្ដាញឃ្លុំទ័ររបស់ខ្លួនក្នុងពេលជាមួយនេះទីក្រុងឆុងឈីងប្រើប្រាស់អ៊ីនធឺណិតនៃវត្ថុទន្លេធំបញ្ញាសិប្បនិម្មិតនិងបច្ចេកទេសជាច្រើនទៀតដើម្បីត្រួតពិនិត្យនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទីក្រុងបុរាណស៊ីជីកួរដែលមានទីតាំងនៅចៃក្រុងឆុងឈីងជាទីក្រុងមួយដែលត្រូវបានសាងសង់ឡើងនៅរាជវង្សស៊ុងសពថ្ងៃនេះវានៅតែរក្សាបាននូវស្ថាបត្យកម្មបុរាណរបស់ខ្លួនដែលកំកាយជាសម្រស់ដ៏អមតៈដែលទាក់ទាញភ្ញៀវទេសចរ